ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនាងខ្ញុំសាជាថ្មីដែលនៅក្នុងវីដេអូនេះបងប្អូនឃើញមានជិះកង់ជាអីហ្នឹងគឺដោយសារនាងខ្ញុំភ្ជាប់វីដេអូធ្វើម្ហូបនេះជាមួយនឹងកម្មវិធីជិះកង់ដើម្បីបរិស្ថានស្អាតជិះកង់ដើម្បីភពផែនដីចាអញ្ចឹងដោយសារខ្ញុំបានចូលរួមជាមួយនឹងគេហៅថាអីគេសហភាពអឺរ៉ុប UN ណាដែលគាត់រៀបចំកម្មវិធីធាក់កង់នេះដើម្បីលើកកម្ពស់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះស្រឡាញ់សុខភាពចាហើយនេះខ្ញុំជាមួយនឹងកូនពៅជាមួយនឹងគ្រួសារនេះខ្ញុំនឹងបានទៅចូលរួមដែរហើយមកតាមផ្លូវហ្នឹងឃើញលោកយាយម្នាក់ហ្នឹងគាត់លក់បន្លែនេះបងប្អូនបានស្ពៃចង្កឹះនេះម្ដុំមានព្រីស្លឹកខ្ទឹមទៀតចាហើយមានរនងបងប្អូនរនង4ផ្លែនោះ1,500ចាអស់10000អញ្ចឹងខ្ញុំបានស្ពៃចង្កឹះហ្នឹងស្ពៃចង្កឹះនេះបងប្អូននៅតំបន់ខ្ញុំគេហៅស្ពៃសៃស៊ីមចាឬក៏យើងហៅស្ពៃចង្កឹះចឹងក៏បានដែរហើយផ្សិតមួយថងហ្នឹង5000ស្ពៃម្ដុំហ្នឹង2000 7000 7000ម្ទេសនេះ1000 8រនង2000 10000ចាហើយបានមកហូបឆ្ងាញ់បងប្អូនអញ្ចឹងខ្ញុំនិយាយតាមត្រង់បងប្អូនខ្ញុំចិត្តបន្លែនឹងបដាខ្ញុំគិតបដាថាធ្វើម្ហូបអីឆ្ងាញ់ចាដោយសារខ្ញុំអាផ្សិតហ្នឹងខ្ញុំចូលចិត្តប៉ុន្តែភាគច្រើនខ្ញុំទិញមកខ្ញុំទៅតែឆាទេបងប្អូនចិត្តបដាគិតបដាចិត្តបដាគិតបដាហ្នឹងគឺនឹកឃើញនឹងសឡក់ហ្មងទៅចាសឡក់ទៅហើយស្ពៃហ្នឹងក៏មិនតន់នឹកឃើញតែចង់ធ្វើអីទេណាហើយសឡក់អញ្ចឹងទៅក៏មានល្ពៅម្ដុំយកមកដាក់មកហើយដាក់ស្អំតិចមកខ្ញុំអត់ដាក់អីទេដោយសារខ្ញុំប្រើផ្សិតច្រើនអញ្ចឹងមកហូបថ្ងៃហ្នឹងគឺមានសឡក់ផ្សិតហ្នឹងតែម្ដងខ្ទូឯកគេនឹងដោយសារមួយថងហ្នឹង5000ហ្នឹងប្រហែលជាចូលកន្លះគីឡូហើយចាអញ្ចឹងយើងដំបូងយើងដាក់ទឹកបងប្អូនដាំមកយើងប្រើស្លឹកគ្រៃចាស្លឹកក្រូចហើយនឹងខ្ជាយ1មើមកហើយខ្ញុំអត់ដាក់ល្មៀតទេខ្ញុំប្រើគ្រឿងបុកដែលមានល្មៀតស្រាប់ហ្នឹងខ្ញុំដាក់មកកន្លះស្ព្រាទៅចាហើយយើងដាក់ល្ពៅមុនឲ្យវាផុយចាឲ្យវាផុយជាមួយគ្រឿងចូលជាតិអីហើយបងប្អូនវាយគ្រឿងទៅចាទោះអាចដែរមិនអាចខ្វះបានគឺប្រហុកយើងឯងម្ហូបខ្មែរអត់ប្រហុកគឺវាទៅជាលេងម្ហូបខ្មែរវាទៅជាស្ងោរហើយចាចាបងប្អូនពេលយើងវាយគ្រឿងអីហើយមើលតើល្ពៅយើងរៀងផុយល្មមហើយបងប្អូនដាក់រនងហើយនឹងផ្សិតនឹងចូលតែម្ដងចានិយាយទៅសឡក់នេះគឺដូចសឡក់ទូទៅអញ្ចឹងបងប្អូនគ្រាន់តែយើងអត់ប្រើសាច់ទេយើងប្រើផ្សិតអញ្ចឹងណាបងប្អូនហើយម្ហូបសាបអញ្ចឹងណាបងប្អូនយើងត្រូវជាមួយនឹងម្ហូបមួយមុខទៀតរៀងប្រៃដិតបន្តិចទៅចាបើសិនជាយើងញ៉ាំអញ្ចឹងបានតែញ៉ាំលេងញ៉ាំមួយបាយអត់សូវត្រូវទេអានេះហ៎អូខ្ញុំផុតមួយឆ្នាំងហ្នឹងញ៉ាំបានទាំងអស់បងប្អូនទាំងអស់គ្នាញ៉ាំបានទាំងគ្រួសារខ្ញុំទាំងបុគ្គលិកខ្ញុំទៀតចាអញ្ចឹងនេះសឡក់ផ្សិតយើងហើយចុងក្រោយយើងដាក់ស្អំហើយកូរមកព្រឹបទៅយើងបិទភ្លើងទៅស្រេចទេនេះបងប្អូនតំណងអត់ចានេះគឺសឡក់ផ្សិតចាខ្ញុំមិនដឹងមែនបងប្អូនឲ្យទៅឃើញអ៊ំចាស់ដែលគាត់អាសាជិះកង់លក់នេះលក់នោះហ្នឹងណាគឺអាណិតតែម្ដងអាណិតពេលខ្លះបន្លែនៅពេញទូហើយហ្នឹងក៏ជួយទិញគាត់ដែរចាស់ហើយនេះខ្ញុំធ្វើមួយមុខទៀតបងប្អូនត្រីបំពងហិលណាត្រីបំពងហិលនេះជា top 1 លក់ដាច់ប្រចាំហាងហើយក៏ជា favorite របស់អ្នកផ្ទះខ្ញុំដែរចាអញ្ចឹងយើងបំពងត្រីនឹងហើយយើងយកមកឆាដាក់ជាមួយទឹកឆាយើងហើយនឹងស្លឹកក្រូចសើចមកហើយបង់តាជីនឹងវងមកហើយបងប្អូនចាអញ្ចឹងម្ហូបខ្ញុំថ្ងៃហ្នឹងមានស្លឹកផ្សិតហើយនឹងត្រីបំពងហិលនឹងប៉ុន្តែដោយសារមានកូនក្មេងញ៉ាំដែរខ្ញុំអត់ដាក់ហិលទេខ្ញុំដាក់តែទឹកឆាស្លឹកក្រូចសើចហើយនឹងត្រីនឹងតែម្ដងហើយនឹងជីនឹងវងតែប៉ុណ្្នឹងឯងអានឹងយកក្លិននេះបងប្អូនយើងត្រឡប់អញ្ចឹងទៅបានហើយចាហើយអញ្ចឹងពីមុខនឹងឯងហើយសម្រាប់ម្ទេសគឺខ្ញុំដាក់ក្រៅដោយសារខ្ញុំអ្នកចូលចិត្តម្ទេសហើយម្ទេសនេះបងប្អូន highly recommend ហ្មងដាក់ទឹកស៊ីអ៊ីវបន្តិចមកហើយយើងកាត់ឆ្ងាញ់ហើយទឹកស៊ីអ៊ីវនឹងតិចទៀតខាងយើងផលិតបងប្អូនយើងទឹកស៊ីអ៊ីវនឹងបួសស្អាតរបស់ខ្មែរយើងហ្មងណាខ្ញុំឲ្យខាងរោងចក្រនៅប្រទេសមានជ័យផលិតហ្មងគឺឆ្ងាញ់គាត់បន្ទុំសណ្តែកសៀងនឹងគឺឆ្ងាញ់មែនតែនចាអញ្ចឹងមកហូបយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងចាឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់សម្រាប់ការគាំទ្រហាង Go Green តាំងពីដើមរហូតមកដល់បច្ចុប្បន្នចាឆ្លៀតក្នុងឱកាសនេះជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តចាសូមអរគុណសូមជម្រាបលា